Bà số đấy này dưỡng chạy toàn từ nâng mê riêng ngày nắngគឺការកណនីឆ្នាំនៃការឌីពីនតើពពួកនៃការឌីពីនយើងកណនីយ៉ាងដូចម្ដេចនៅពេលដែលគ្រូពេទ្យឲ្យយើងបើក1មីលីក្រាម2មីលីក្រាមក្នុង1ម៉ោងអីចឹងទៅតើឆ្នាំហ្នឹងយើងកណនីយ៉ាងដូចម្ដេចចឹងយើងដឹងហើយថាពពួកឆ្នាំនៃការឌីពីនគឺឆ្នាំឡើងសម្ពាធឈាមហើយដូសដែលគ្រូពេទ្យឲ្យភាគច្រើនចាប់ពី 0.5 ទៅ5ឬក៏អាចឡើងដល់10មីលីក្រាមក្នុង1ម៉ោងតែភាគច្រើននៅកន្លែងយើងគឺត្រឹមតែ2 3ឬក៏4អីទេដែលយើងបើករាល់ថ្ងៃហ្នឹងណាអញ្ចឹងខ្ញុំមានពីររបៀបនៅក្នុងការកណនីទៅលើថ្នាំហ្នឹងអញ្ចឹងទី1ការផ្ដល់ថ្នាំតាមសារ៉ាំងអេឡិចត្រិកដោយមិនបានលាយជាមួយនឹង solution អញ្ចឹងទី1គឺមានន័យថាថ្នាំនីការីពីនវាមាន10មីលីក្រាមក្នុង10មីលីលីត្រនៅពេលដែលយើងត្រូវ concentration មានន័យថាថ្នាំនៅក្នុងនោះមាន10មីលីក្រាមហើយមានទឹកនៅក្នុងនោះ10មីលីលីត្រដែរអញ្ចឹងនៅពេលដែលយើងយក10មីលីក្រាមចែកជាមួយនឹង10មីលីលីត្រទៅយើងឃើញ1មីលីក្រាមក្នុង1មីលីលីត្រអញ្ចឹងមានន័យថាជា concentration របស់ថ្នាំនីការីពីនដែលយើងរកឃើញក្នុង1មីលីលីត្រស្មើនឹងថ្នាំ1មីលីក្រាមអញ្ចឹងតាមរូបមន្តយើងឲ្យគ្រូពេទ្យ order មានន័យថាដូចខាងលើអញ្ចឹងដូស 0.5 ទៅ 5 ហ្នឹងអញ្ចឹងជាគ្រូពេទ្យ order ឲ្យយើងណាអញ្ចឹងគ្រូពេទ្យ order ថាឲ្យ1មីលីក្រាមក្នុង1ម៉ោងអញ្ចឹងយើងយកចែកមកយកគ្រូពេទ្យ order ឲ្យហ្នឹងគឺ1មីលីក្រាមក្នុង1ម៉ោងចែកជាមួយនឹងថ្នាំដែលយើងលាយហើយយើងយកមកចែកជា concentration ហ្នឹងនៅខាងលើមាននីកាឌីពីននៅកន្លែងនេះទី1នីកាឌីពីននេះគឺ10មីលីក្រាមក្នុង10មីលីលីត្រអញ្ចឹងយើងយកចែកជាមួយ1មីលីក្រាមក្នុង1មីលីលីត្រអញ្ចឹងយើងមើលទៅ doctor order នៅកន្លែងនេះមាន doctor order 1មីលីក្រាមក្នុង1ម៉ោងណាហើយថ្នាំដែលយើង concentration ហើយគឺ1មីលីក្រាមក្នុង1មីលីលីត្រអញ្ចឹងយើងយកចែកនោះ1មីលីក្រាមយើងមានន័យថាយក1នេះ doctor order នេះ1ចែកជាមួយនឹងថ្នាំដែលយើងលាយហើយ1មីលីក្រាមក្នុង1មីលីលីត្រអញ្ចឹងដូចខ្ញុំបញ្ជាក់ខាងលើនេះទៅ1មីលីក្រាមក្នុង1ម៉ោងនិង1មីលីក្រាមក្នុង1មីលីលីត្រអញ្ចឹងយើងយកចែកមកមីលីក្រាមចែកមីលីក្រាមវា0ហើយ1ចែក1បាន1អញ្ចឹងវានៅសល់អីនៅសល់មីលីលីត្រនិងម៉ោងយើងដាក់1មីលីលីត្រក្នុង1ម៉ោងបាទនេះគឺជាចំនួនថ្នាំដែលយើងដាក់នៅក្នុងសារ៉ាំងអេឡិចត្រិកបើក1មីលីលីត្រក្នុង1ម៉ោងព្រោះសារ៉ាំងរបស់យើងគិតជាមីលីលីត្រក្នុង1ម៉ោងនឹងហើយចំពោះនេះគឺជាការលាយការប្រើប្រាស់ថ្នាំដោយមិនបានលាយជាមួយនឹងទឹកសេរ៉ូមប្រៃឬក៏ពួកដេសែងដែលយើងអត់បានលាយទេគឺប្រើទៅដល់ទៅម្ដងគឺថ្នាំមួយអំពូលនេះគឺមានទឹកស្រាប់ហើយ10មីលីលីត្រអញ្ចឹងចូលចំណុចទី2ទាក់ទងទៅនឹងការប្រើប្រាស់ថ្នាំនីកាឌីពីនដោយយើងលាយជាមួយនឹងទឹកសេរ៉ូមប្រៃឬក៏ពួកសេរ៉ូមផ្អែមអញ្ចឹងខ្ញុំសរសេរនីកា10មីលីក្រាមក្នុង50មានន័យថា10មីលីក្រាមនេះវាមាន10មីលីលីត្រដែរតាមពិតទៅគេលាយតែទឹក40ទេក៏ប៉ុន្តែខ្ញុំឆ្លាស់និយាយហ្នឹងមានន័យថានីកាហ្នឹងគឺយើងលាយធ្វើម៉េចឲ្យគ្រប់50មីលីលីត្រទៅអញ្ចឹងយើងយកបាន 0.2 មីលីក្រាមក្នុងមីលីលីត្រនេះគឺជាកង concentration មានន័យថាយក10មីលីក្រាមនេះចែកជាមួយនឹង solution NS ឬក៏ដេសែងហ្នឹងវាបាន 0.2 អញ្ចឹងវា10ចែកនឹង50វាស្មើ 0.2 មីលីក្រាមក្នុង1មីលីលីត្រអញ្ចឹងដូចរូបមន្តខាងលើអញ្ចឹង Doctor order 1មីលីក្រាមក្នុង1ម៉ោងអញ្ចឹងយើងយក1មីលីក្រាមក្នុង1ម៉ោងចែកជាមួយនឹង 0.2 មីលីក្រាមក្នុង1មីលីលីត្រមកនេះមានទេ1មីលីក្រាមនេះ Doctor order បាទ Doctor order ហើយនេះថ្នាំដែលជា concentration ហ្នឹងគឺ 0.2 មីលីក្រាមក្នុង1មីលីលីត្រអញ្ចឹងយើងចូលចែក1ចែកនឹង 0.2 វាស្មើនឹង5មីលីលីត្រក្នុង1ម៉ោងបាទអញ្ចឹងនេះគឺជារបៀបនៃការគណនា2ទី1ការគណនាដោយមិនបានលាយជាមួយនឹង solution ឲ្យគ្រប់50មីលីលីត្រយើងលាយជាមួយនឹងសារ៉ាំង50មីលីលីត្រហ្នឹងហើយអញ្ចឹងទី1ទី2នេះគឺលាយជាមួយនឹងសារ៉ាំង50មីលីលីត្រដូចគ្នាក៏ប៉ុន្តែអានេះគឺយើងអត់លាយជាមួយទឹកបន្ថែមទេហើយចំពោះទី2គឺយើងលាយទឹកបន្ថែម
រហូតដល់40មីលីលីត្រអញ្ចឹង40បូក10វាស្មើ50នេះអញ្ចឹងមានថាខ្ញុំគ្រាន់តែសេនីកា10មីលីក្រាមក្នុង50មីលីលីត្រអញ្ចឹងយើងចែកទៅឃើញ2មីលីក្រាមក្នុង1មីលីលីត្រអញ្ចឹងអ្វីដែលយើងត្រូវចាំទី1គឺ Dr. order តើគាត់ order ប៉ុន្មានមីលីក្រាមក្នុង1ម៉ោងនេះអញ្ចឹងវាអាច5 1 2 3 4 5អីចឹងទៅអញ្ចឹងសំខាន់យើងយក Dr. order នេះចែកជាមួយនឹងថ្នាំដែលយើងលីហើយនេះរកអានេះ2មីលីក្រាមក្នុង1មីលីលីត្រអញ្ចឹងយើងដល់ពេលដែលយើងដឹងអានេះហើយដឹងគ្រូពេទ្យ order យើងយកចែកមកគ្រូពេទ្យ order ចែកជាមួយនឹងថ្នាំដែលយើងលីហើយមកគឺយើងអាចបើកទៅលើស្រះអេឡិចទ្រិកបានហើយយើងមានសំណួរមួយតាក់ទងទៅនឹងការរកចំនួនម៉ោងនិងចំនួនមីលីលីត្រតើគេរកចំនួនម៉ោងនិងមីលីលីត្រយ៉ាងដូចម្ដេចនៅពេលដែលយើងលាយទឹក50នេះ50មីលីលីត្រនេះនៅពេលដែលយើងនឹកឃើញសារ៉ាំងអេឡិចទ្រិកបើក5មីលីលីត្រអញ្ចឹងយើងដឹងថាថ្នាំហ្នឹងគេលាយ50មីលីលីត្រហើយនៅក្នុងសារ៉ាំងអេឡិចទ្រិកយើងបើក5អញ្ចឹងមានន័យថាយើងយក50មីលីលីត្រហ្នឹងដែលយើងលាយហ្នឹងចែកជាមួយនឹងមីលីលីត្រនៅក្នុងសារ៉ាំងអេឡិចទ្រិកយើងឃើញ5មីលីលីត្រក្នុងម៉ោងអញ្ចឹងណាអញ្ចឹងយើងយក50ចែកនឹង5ហ្នឹងឃើញចំនួនម៉ោងហើយអញ្ចឹងនៅក្នុងនេះនៅពេលដែលយើងយក50ចែកនឹង5វាឃើញ10ម៉ោងនេះចំនួន10ម៉ោងអញ្ចឹងថ្នាំ50មីលីលីត្រនៅពេលដែលយើងបើក5មីលីលីត្រទៅលើអ្នកជំងឺគឺរយៈពេល10ម៉ោងបានអស់50មីលីលីត្របាទហើយចំពោះមួយទៀតប្រសិនបើយើងដឹងម៉ោងឧទាហរណ៍ថាគ្រូពេទ្យ order អានីកាលេពីន50មីលីលីត្រក្នុងរយៈពេល10ម៉ោងនេះ10ម៉ោងចាស់តែយើងយកដែលខាងលើចាស់ថា10ម៉ោងអញ្ចឹងនៅពេលដែលយើងដឹងម៉ោងហើយនឹងដឹងមីលីលីត្រនេះ50មីលីលីត្រនៅក្នុង5មីលីលីត្រស្មើ10ម៉ោងអញ្ចឹងនៅពេលដែលយើងដឹងម៉ោងណារយៈពេល10ម៉ោងអញ្ចឹងយើងអាចសេរនេះមកគ្រូពេទ្យ order 50មីលីលីត្រធ្វើម៉េចឲ្យអស់10ម៉ោងអញ្ចឹងយើងអាចយក50ចែកនឹង10ទៅវាឃើញ5មកអញ្ចឹង5មីលីលីត្របើកនៅក្នុងសារ៉ាំងអេឡិចទ្រិក